ពេលដែលបងស្រីមិនមានលុយបង់ថ្លៃបន្ទប់ជួលធ្វើឲ្យបងថ្លៃដែលមិនមានលុយក៏ត្រូវចាក់ចេញទៅស្វែងរកការងារធ្វើហើយរឿងរញ៉េរញ៉ៃក៏បានកើតឡើងរឿងបានចាប់ផ្ដើមឡើងគឺបានឃើញតួឯកស្រីរបស់យើងនិងប្តីរបស់នាងដែលរស់នៅជាគ្រួសារតូចមួយហើយពោពេញទៅដោយសុភមង្គលហើយនៅថ្ងៃមួយពេលដែលនាងត្រឡប់មកពីផ្សារនាងបានឃើញបុរសម្នាក់ដែលមានអារម្មណ៍ថាសង្ស័យនាងក៏បានចុចទូរស័ព្ទទៅប៉ូលីសប៉ុន្តែបុរសនោះក៏បានដើរមកក្បែរនាងហើយនាងក៏បានស្គាល់ភ្លាមៗថានោះគឺជាបងថ្លៃរបស់នាងហើយដោយសារតែបងថ្លៃរបស់នាងគ្មានលុយនិងគ្មានការងារធ្វើនាងក៏បាននាំគាត់មកស្នាក់នៅផ្ទះរបស់នាងដើម្បីរកវិធីជួយគាត់ហើយមើលទៅគាត់ក៏ដូចជាមិនមានបញ្ហាអ្វីដែរប៉ុន្តែនៅថ្ងៃមួយបន្ទាប់ពីប្តីនិងបងថ្លៃរបស់នាងចេញទៅធ្វើការបន្ទាប់មកក៏មានភ្លៀងធ្លាក់នាងក៏បានរត់ទៅសារកៅអៅនៅខាងក្រៅខណៈពេលនោះបងថ្លៃរបស់នាងក៏ត្រឡប់មកវិញដោយសារតែមេឃភ្លៀងទើបគាត់មិនអាចទៅធ្វើការបានរួចនាងក៏បានបើកទ្វារហើយយកកន្សែងឲ្យបងថ្លៃរបស់នាងដើម្បីសម្អាតសក់ដែលបានត្រូវទឹកភ្លៀងបន្ទាប់មកនាងក៏បានចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតបន្ទប់ទឹកដូចធម្មតាប៉ុន្តែស្រាប់តែបងថ្លៃរបស់នាងបានបើកទ្វារចូលមកហើយបានចាប់បង្ខំនាងដើម្បីបុកល្ហុងជាមួយនឹងគាត់ទោះបីជានាងមិនយល់ព្រមក៏ដោយប៉ុន្តែគាត់នៅតែបន្តបុកល្ហុងរហូតដល់បានសម្រេចដូច្នេះនាងក៏បានញ៉ាំបុកល្ហុងជាមួយនឹងបងថ្លៃរបស់នាងបន្ទាប់ពីថ្ងៃនោះមកបងថ្លៃរបស់នាងក៏បានព្យាយាមបញ្ច្រកស្រាឲ្យប្តីនាងផឹកដើម្បីឲ្យគាត់ស្រវឹងបន្ទាប់មកបងថ្លៃរបស់នាងក៏បានចូលមកក្នុងបន្ទប់របស់នាងដើម្បីញ៉ាំបុកល្ហុងជាមួយនាងសាជាថ្មីហើយបានធ្វើបែបនេះជារឿយៗរហូតនាំឲ្យនាងចូលចិត្តនៅរូបជាតិបុកល្ហុងរបស់បងថ្លៃរបស់នាងរហូតដកចិត្តមិនរួច